ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញអំពីវិធីចំហុយត្រីក្រុមចាខ្ញុំមានត្រីក្រុមមានម្ដេចគល់ក្រៃម្ទេសខ្ទឹមសនិងខ្ទឹមក្រហមចាបន្ទាប់មកខ្ញុំធ្វើការចាក់ម្សៅស៊ុបចូលប្រហែលជាមួយចុងស្លាបព្រាបាយប៊ីចេងប្រហែលមួយចុងស្លាបព្រាបាយដូចគ្នាស្ករប្រហែលមួយចុងស្លាបព្រាបាយបន្តមកទៀតខ្ញុំធ្វើការដាក់ប្រេងខ្យងចូលប្រហែលជាមួយចុងស្លាបព្រាបាយដូចគ្នារួចខ្ញុំធ្វើការច្បល់បញ្ចូលគ្នាចាបន្ទាប់ពីច្បល់ឲ្យសព្វរួចខ្ញុំធ្វើការលើកដាក់ចានដើម្បីធ្វើការចំហុយពិធីចំហុយត្រីក្រុមគឺងាយទេបន្តមកទៀតចាខ្ញុំធ្វើការចំហុយប្រហែលរយៈពេល15នាទីបន្ទាប់ពីយើងចំហុយរួចគឺត្រីក្រុមបានមកឆ្អិនហើយចាបន្ទាប់មកទៀតខ្ញុំធ្វើការបុកទឹកត្រីខ្ញុំយកខ្ទឹមសនិងម្ទេសបុកបញ្ចូលគ្នារួចខ្ញុំធ្វើការបុកសណ្តែកដីបន្ទាប់មកខ្ញុំធ្វើការលាយជាមួយនឹងទឹកត្រីចាខ្ញុំដាក់ទឹកត្រីបញ្ចូលបន្ទាប់មកខ្ញុំធ្វើការច្របាច់ក្រូចបន្ទាប់ពីច្របាច់ក្រូចឆ្មារួចខ្ញុំធ្វើការដាក់ស្ករប្រហែលជា1ស្លាបព្រាបាយនិងប៊ីចេងប្រហែល1ចុងស្លាបព្រាបាយចាបន្ទាប់មកខ្ញុំកូរបញ្ចូលគ្នារួចភ្លក់មើលថាទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនចាបន្លែដែលខ្ញុំយកមកញ៉ាំជាមួយគឺមានជីគ្រប់មុខប៉េងប៉ោះត្រសក់សណ្តែកបណ្ដោះនិងសាឡាត់ចាអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់សូមជម្រាបលា